ជ្រេះលើដំណាំកុំចាំរហូតដល់ជ្រុះស្លឹកទើបដោះស្រាយសួស្តីបងប្អូនកសិករតើបងប្អូននឹងទេថាជំងឺជ្រេះគឺជាជំងឺផ្សិតដ៏គ្រោះថ្នាក់បំផុតមួយសម្រាប់ដំណាំហូបផ្លែកសិករជាច្រើនតែងតែយល់ច្រឡំថាជំងឺនេះចាប់ផ្ដើមសកម្មនៅពេលដែលយើងឃើញស្លឹកជ្រុះប៉ុន្តែការពិតទៅគឺថានៅពេលដែលស្លឹកជ្រុះពេញដីមេរោគបានចាក់ឫសយ៉ាងរឹងមាំនៅក្នុងចម្ការរួចទៅហើយការការពារដំណាំទាមទារឲ្យមានការរកឃើញនិងគ្រប់គ្រងឲ្យបានទាន់ពេលវេលាតោះចូលងាកមកសង្កេតមើលសញ្ញាដំបូងនៅក្នុងចម្ការរបស់បងប្អូនទី1មានស្នាមអុចពណ៌លឿងតូចៗលេចឡើងលើផ្ទៃស្លឹកផ្នែកខាងលើទី2មានម្សៅពណ៌ទឹកក្រូចដុះនៅផ្នែកខាងក្រោមនៃស្លឹកដែលមានមេរោគស្ថានភាពសើមសំណើមខ្ពស់និងខ្យល់ចេញចូលមិនល្អគឺជាកត្តាដែលធ្វើឲ្យជំងឺនេះរីករាលដាលយ៉ាងលឿនបើបងប្អូនប្រងើយកន្តើយវានឹងបណ្ដាលឲ្យស្លឹកជ្រុះមុនកំណត់ការធ្វើសំយោគថយចុះដើមដំណាំខ្សោយនឹងធ្វើឲ្យគុណភាពផ្លែឈើធ្លាក់ចុះយ៉ាងខ្លាំងដើម្បីការពារចម្ការរបស់បងប្អូនសូមពិនិត្យមើលស្លឹកចាស់ៗនិងស្លឹកនៅផ្នែកខាងក្រោមឲ្យបានញឹកញាប់កាត់តម្រឹមមែងដើមដើម្បីឲ្យខ្យល់ចេញចូលបានល្អនិងជៀសវាងការទុកឲ្យស្លឹកដំណាំសើមយូរពេកកម្ចាត់និងដុតបំផ្លាញស្លឹកដែលឆ្លងមេរោគធ្ងន់ធ្ងរដើម្បីកាត់បន្ថយការរីករាលដាលតាមដានចម្ការជាប្រចាំបន្ទាប់ពីមានភ្លៀងធ្លាក់ឬក្នុងអំឡុងពេលអាកាសធាតុមានសំណើមខ្ពស់បងប្អូនកសិករស្លឹកដែលមានសុខភាពល្អគឺជាគន្លឹះនៃការធ្វើរស្មីសំយោគដ៏ល្អប្រសើរដែលជួយឲ្យដើមឈើរឹងមាំនិងទទួលបានទិន្នផលខ្ពស់សូមគម្រោងចាំរហូតដល់ធ្លាក់ស្លឹកទើបដោះស្រាយចូលចាប់ផ្ដើមអន្តរាគមន៍ភ្លាមនៅពេលដែលស្នាមអុចពណ៌លឿងដំបូងលេចឡើងសូមប្រឹក្សាជាមួយនឹងមន្ត្រីកសិកម្មឃុំបើបងប្អូនជួបប្រទះបញ្ហានេះ